ជំរាបសួរអ្នកទាំងអស់គ្នាក៏ដូចជាប្រិយមិត្តបាត់ដំបងបច្ចេកវិទ្យាអេឡិចត្រូនិកថ្ងៃនេះយើងនឹងជជែកគ្នាពីធម្មពលដ៏សំខាន់មួយដែលទ្រទ្រង់ជីវិតសម័យទំនើបរបស់យើងសពថ្ងៃសូមអ្នកទាំងអស់គ្នាសាកស្រមៃមើលថាបើសិនជាជីវិតយើងពេលបច្ចុប្បន្នអត់មានទូរស័ព្ទដៃអត់មានកុំព្យូទ័រអត់មានទូរទស្សន៍សូម្បីតាភ្លើងបំភ្លឺនៅពេលយប់ហ្នឹងក៏អត់មានដែរនិយាយរួមទៅអត់មានអ្នកទាំងអស់ដែលដំណើរការដោយធម្មពលអគ្គិសនីស្ដាប់មើលទៅវាពិតជាពិបាកនឹងទទួលយកមែនអត់ដោយពាក្យចាស់បានពោលថាផឹកទឹកឲ្យនឹកដល់ប្រភពជ្រោកមកលុបឲ្យនឹកដល់អ្នកដាំតើអ្នកទាំងអស់គ្នាមានតែធ្លាប់គិតទេថាតើអគ្គិសនីដែលយើងប្រើសពថ្ងៃហ្នឹងកើតឡើងដោយរបៀបណាអ្នកណាខ្លះជាអ្នករកឃើញនិងបង្កើតវាឡើងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងចង់ស្គាល់ពីប្រវត្តិសាស្ត្រនៃអគ្គិសនីអ្នកទាំងអស់គ្នាអាចចូលទៅមើលរឿងរ៉ាវនេះក្នុងទំព័រអត្ថបទនៃគេហទំព័ររបស់បាត់ដំបងបច្ចេកវិទ្យាអេឡិចត្រូនិកតាមរយៈតំណផ្ទាល់ខាងលើឬក្នុង comment ខាងក្រោមឬអាចចូលតាមរយៈគេហទំព័រ www.bitcam.com ហើយអ្នកទាំងអស់គ្នាចូលទៅទំព័រនៃអត្ថបទអ្នកទាំងអស់គ្នានឹងបានឃើញអត្ថបទមួយមានចំណងជើងថាប្រវត្តិសាស្ត្រនៃអគ្គិសនីក្នុងអត្ថបទប្រវត្តិសាស្ត្រនៃអគ្គិសនីនេះវាគឺជាដំណើរដ៏វែងឆ្ងាយមួយដែលចាប់ផ្ដើមតាំងពីសម័យបុរាណហើយបានវិវត្តបន្តិចម្ដងរហូតក្លាយជាធម្មពលដ៏សំខាន់ដែលទ្រទ្រង់ជីវិតសម័យទំនើបរបស់យើងដែលក្នុងអត្ថបទហ្នឹងចែកចេញជា4សម័យកាលរួមមានសម័យកាលទី1គឺការចាប់ផ្ដើមដំបូងមុនសតវត្សទី17បន្ទាប់មកសម័យកាលបន្ទាប់ហ្នឹងគឺនិយាយពីការរកឃើញដ៏សំខាន់គឺនៅសតវត្សទី17និង18បន្តមកទៀតសម័យកាលឬក៏ដំណាក់កាលទី3និយាយពីបដិវត្តអគ្គិសនីគឺក្នុងសតវត្សទី19ហើយចុងក្រោយគឺនិយាយពីការរីកចម្រើនគឺនៅសតវត្សទី20និង21ហើយជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាអានទៅឃើញមានកំហុសឆ្គងឬចំណុចខ្វះខាតសូមផ្ដល់ជាមតិយោបល់តាមរយៈប្រអប់ comment ខាងក្រោមអត្ថបទផ្ទាល់លើសារ website ហ្នឹងខ្ញុំដាក់កន្លែងឲ្យ comment មួយណាអ្នកនរគ្នាអាចចូលមើលបានហើយឬក៏អាចផ្ដល់ជាមតិយោបល់នៅក្នុង comment តាមរយៈបណ្ដាញសង្គមរបស់យើងខ្ញុំដូចខ្ញុំធ្លាប់បាននិយាយអញ្ចឹងរិះគន់ដើម្បីស្ថាបនាហើយរាល់ការអភិវឌ្ឍវាផ្ដើមចេញពីយើងទាំងអស់គ្នាជាចុងក្រោយសូមអរគុណសូមជម្រាបលា